ប្រាសាទចៅសាយទេវតាប្រាសាទចៅសាយទេវតាស្ថិតនៅខាងត្បូងទល់មុខប្រាសាទធម្មនន្ទប្រាសាទនេះត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរអវ្រ្ម័នទី2នៅចុងសតវត្សទី11និងដើមសតវត្សទី12ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាប្រាសាទនេះនិងប្រាសាទធម្មនន្ទមានរូបរាងប្រហាក់ប្រហែលគ្នាឈ្មោះចៅសាយទេវតាមានប្រភពបញ្ជាក់ច្បាស់លាស់ទេតែបើតាមការសន្និដ្ឋានរបស់អ្នកស្រុកឈ្មោះនៃប្រាសាទនេះជាឈ្មោះរបស់មេតបម្នាក់ដែលមានស្នាដៃល្អក្នុងការធ្វើសឹកសង្គ្រាមឬក៏ឈ្មោះដែលមានស្នាដៃក្នុងការធ្វើអ្វីមួយឈ្មោះនៃប្រាសាទនេះអ្នកស្រុកហៅសពថ្ងៃនេះថាចៅសាយមិនមានពាក្យទេវតានៅខាងចុងទេនេះគឺជាទម្លាប់របស់ខ្មែរដែលច្រើនប្រើឈ្មោះខ្លីមិនចូលចិត្តឈ្មោះវែងប្រាសាទនេះមានទំហំបណ្ដោយប្រវែង50ម៉ែត្រនិងតឹងប្រវែង40ម៉ែត្រប្រាសាទមានទីតាំងស្ថិតនៅប្រហែល500ម៉ែត្រពីខ្លោងទ្វាររាជធានីអង្គរធំខាងត្បូងប្រាសាទនេះនិងប្រាសាទមានទីតាំងក្បែរប្រាសាទធម្មនន្ទដែលនៅចំហៀងផ្លូវនិងមានលក្ខណៈស្រដៀងគ្នាតែប្រាសាទចៅសាយទេវតាសាងមុនប្រាសាទធម្មនន្ទប្រាសាទនេះស្ថិតលើអក្សត្រង់ដែលមាន4គោបុរៈបណ្ណាល័យហោត្រៃមានចំនួន2និងប៉មសំខាន់មួយប្រាសាទបែរមុខទៅទិសខាងកើតដែលផ្លូវដើមខាងកើតឆ្ពោះទៅកាន់ស្ទឹងសៀមរាបប្រាសាទនេះមានភាពទ្រុឌទ្រោមយ៉ាងខ្លាំងរហូតដល់ឆ្នាំ1960នៅពេលគោបុរៈឬខ្លោងទ្វារខាងលិចបានជួសជុលដោយសាលាបារាំងចុងបូព៌ាប្រទេសនិងបន្ទាប់មកត្រូវបានជួសជុលឡើងវិញដោយអ្នកជំនាញប្រទេសចិនបានចប់រួចរាល់នៅឆ្នាំ2009